សម័យដែលយើងក្រទាំងថវិកាក្រទាំងអ្នកចេះប៉ុន្តែមកដល់សម័យកាលនេះយើងមិនខ្វះទៀតទេអ្នកដែលចេះពិតប្រាកដយើងក៏មិនក្ររហូតដល់ថ្នាក់អត់មានបាយហូបអីនោះដែរគ្រាន់តែថាក្នុងសម័យកលយុគដោយសេដ្ឋកិច្ចគឺប្រទេសជាតិប្រជាជាតិទាំងយើងទាំងគេជួបទាំងអស់គ្នាគ្រាន់តែថាការអស់ទៅសូន្យទៅនៅឱកាសសម្រាប់កសាងយើងមិនមែនអត់ទេយើងមានអញ្ចឹងលៃយ៉ាងម៉េចគឺយើងគប្បីធ្វើនៅសំណង់និងអាគារសាសនានោះឲ្យល្អឲ្យសមជាប្រទេសដែលមានអរិយធម៌ចំណាស់កុំខ្លាចថាអាស្អាតនឹងជារបស់គេកុំយើងមានអង្គរវត្តដែលជាតាប្រវត្តិសាស្ត្រផ្នែកគ្រឿនវប្បធម៌ហើយយើងយកតែលំនាំទាំងអស់នឹងមកកសាងវាបានល្អជាងរបស់ដែលគេធ្វើទៅទៀតគ្រាន់តែយើងមិននឹកឃើញដល់ហើយចេះតែយកគំនិតថាធ្វើសិនតែឲ្យទៅរួចទៅតែយើងត្រូវដឹងថាការដែលធ្វើឲ្យអត់វាយចោលវិញបានទេអញ្ចឹងវាធ្វើឲ្យក្មេងខាងក្រោយយល់ច្រឡំយើងគិតមើលថាកាលដែលប្រជាជាតិយើងនេះកំពុងតែវង្វេងមិនមែនមកពីកត្តាមួយទេគឺច្រើនប្រជាជាតិគេកាន់រាជានិយមដូចយើងដែរប៉ុន្តែត្រឹមកម្រិតវប្បធម៌ក្មេងថ្នាក់ទី9គេចេះប្រើរាជសព្ទចុះកលេសមកយើងវិញចាប់ដល់ថ្នាក់ណាហើយពេលដែលជួបម្ចាស់ផែនដីពេលខ្លះមិនទាំងដឹងថាត្រូវធ្វើខ្លួនយ៉ាងម៉េចទៅហើយយើងកុំអួតកុំដើរទៅអួតប្រាប់បរទេសថាខ្ញុំមានអង្គរវត្តខ្ញុំមានប្រាសាទពីឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងច្រមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងច្រមុះគឺអាសាផ្ដាស់ផ្សាយសវាងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលំមាស់ច្រមុះលំមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេពិបាកណាស់ពាក្យហ្នឹងគេឮមកយូរឆ្នាំហើយវត្ថុនោះមិនមែនយើងអ្នកធ្វើទេដូនតាយើងក៏អ្នកធ្វើតែគេចង់ឃើញថាពូជនោះសពថ្ងៃធ្វើបានអីខ្លះតើយើងរាល់ថ្ងៃមានអីអួតគេយើងមិនមានអ្វីទៅបង្ហាញគេមកពីយើងកំពុងតែនៅពុលនៅឡើយនៅវង្វេងនៅឡើយយើងស្រឡាញ់កូនចិញ្ចឹមជាងកូនបង្កើតសត្វវប្បធម៌គេដូចជា14កុម្ភៈស្អីផ្សេងចូលមកមិនទាន់មិនបានប្រហែលឆ្នាំផងចេះទាំងអស់គ្នាបាត់តែវប្បធម៌ខ្លួនឯងនៅជាមួយតាំងពីមុនខ្លួនឯងកើតទៅទៀតបែរជាមិនចេះយើងគិតយ៉ាងម៉េចហើយយើងកំពុងតែធ្វើឲ្យខ្លួនបាត់បង់នៅតម្លៃនៃអរិយធម៌ដ៏ផូរផង់របស់យើងហើយ
rương đại dư cô thưa miên tràn tại dương mình thưa dương ta rương đại mình chăm bạch thưa hay dương vô một thưa không chỉ vật bạch tràn chỉ lúc tầng lái từ chăm túc nèถ้าชีวิตได้ยังครูนไอออยเมียนสักได้ซอกคือถ้าชีวิตเนนาเกิดเพื่อไอ้บ้านจมร้านเกิดเพื่อเต้ายืงเพื่อไอ้บ้านจมร้านยังเพื่อนักเมากงเต้าติดเตียนกงเต้าชินนี่กงเต้าสำได้การมันเป็นเจ็บจีมวยหนึ่งเนี่ยตัดเด็กโปรอมเปอร์แต่ของโน้ยังครูนออยบ้านดอนเลยสักได้ก็ได้กับหายหายเมียนปากเทียดแต่เรื่องในจำปัจจุบันคือการเลิกต่ำการ ឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាសាយសបាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីនឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលំមាស់ចំមុះលំមាស់ភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កាល នៅអ្វីដែលជារបស់យើងធ្លាប់មានយើងសពថ្ងៃបោះចោលច្រើនហើយណាហើយសង្វាសន្ទិញតែកូនចិញ្ចឹមដែលគេមកផ្ញើខ្លួននឹងយើងគឺវប្បធម៌ដតីនោះដែលគេមកផ្ញើខ្លួននឹងយើងនោះហើយយើងអត់មានយកកូនបង្កើតខ្លួនឯងមកបង្ហាញឲ្យគេឃើញចេះតែយកកូនចិញ្ចឹមមកអួតគេអញ្ចឹងផលចំណេញមិនបានមកលើយើងទេសូមឲ្យយើងជួយគិតពិចារណាទាំងអស់គ្នាដើម្បីក៏លេចមកកែប្រែខ្លួនឯងកុំឡាយតែឆ្លោះនឹងវៀតណាមកុំឡាយតែឆ្លោះនឹងថៃរាល់ថ្ងៃស្អប់ថៃរឿងវប្បធម៌តែសួរថាម្ចាស់ដើមនឹងធ្វើបានប៉ុន្មានហើយបើគ្រាន់តែជំរាបសួរអត់ទាំងចេះប៉ុណ្ណឹងសឹងតែបាត់ទៅហើយទៅស្អប់គេធ្វើអីបើសូមបីតែសាច់ជ្រូកអាំងក៏រកបែបថៃដែរនោះហើយទៅស្អប់ថៃមកធ្វើអីទឹកម្ទេសអាណាធ្វើពីខ្មែរមិនមានទិញទេបើអាណាដល់ទៅដឹងតែមកពីថៃអូល្អណាស់ហើយចេះតែនាំគ្នាថាស្អប់ថៃណាស្អប់ថៃណាហើយវាបានប្រយោជន៍អីឥឡូវហ្នឹងមកសួរមិនយ៉ាងហើយចេះតែតាមតែគ្នាហ្នឹងទៅជេរថៃស្អប់ថៃតែក្នុងមាត់វិញពួយតែបោះថៃហ្នឹងរហូតដល់តែមែនទែនរបស់ខ្មែរធ្វើលែងហ៊ានដាក់ឈ្មោះខ្មែរទៅទៀតព្រោះខ្លាចគេមិនប្រើមានតែខ្ចីថៃយកមកប្រើតែដល់តែមើលមែនទែនតាមមែនទែនខ្មែរអ្នកធ្វើសិនតែក្នុងមាត់ជេរគេពេញមាត់ជេរគេចោលប្រវត្តិសាស្ត្រជេរថ្ងៃនេះខ្ញុំសូមបកស្រាយបញ្ហាជំងឺរដូងបាតកាពះពោះវៀនព្រោះកើតដំបូងគឺមិនដឹងទេគ្រាន់ថាទី1គឺឆ្អល់ពោះតឹងពោះអាសាបសល់អញ្ចឹងបាត់ជើងតិចបាត់ជើងមកអស់អញ្ចឹងធ្វើយើងហូបបន្លែឆាយទៅវាទៅជារៀកមកភ្លាមបាត់កិនទេហើយឆ្អល់ទៅថប់ដង្ហើមទៅរួយក៏ស្វាងភ្នែកសម្រាប់អត់គ្រប់គ្រាន់រួយដៃរួយជើងចុកឆ្អឹងខ្នងក្បាលគេយ៉ាងនេះយ៉ាងនោះអីចឹងទៅលោកទាំងឡាយហើយប្រទេសជាតិណាក៏ដោយតែរស់នៅជិតគ្នាហើយរមែងមានវប្បធម៌ដូចគ្នាខ្លះស្រដៀងគ្នាខ្លះប៉ុន្តែគេមានបែបផែនរបស់គេយើងមានបែបផែនរបស់យើង
កត្តាដែលសំខាន់មិនមែនយើងទៅអង្គុយច្រណែនគេមិនមែនយើងទៅអង្គុយខឹងគេស្អប់គេដែលយករបស់យើងទេតែកត្តាសំខាន់គឺយើងត្រូវស្គាល់ថាមួយណាជារបស់យើងសិនមួយណាជារបស់គេសិនវៀតណាមក៏ដូចគ្នាដែរស្អប់គេខឹងគេការតាំងមុខលោកទេសនេះយកពីណានេះយើងគិតឲ្យមែនតែនថារឿងទាំងអស់នេះឥតប្រយោជន៍ទេបើចង់ឲ្យគេកោតឲ្យគេក្រែងត្រូវធ្វើខ្លួនឲ្យប្រសើរឡើងសិនប៉ុន្តែសួរថាយើងសពថ្ងៃបើនិយាយឲ្យល្អមើលវាប្រសើរហើយតែបើនិយាយឲ្យមែនតែនណាយើងមិនទាន់ប្រសើរទេអញ្ចឹងសំណួរសួរវិញទៀតថាមិនទាន់ប្រសើរជាកំហុសអ្នកណាយើងទៅបន្ទោសរាជរដ្ឋាភិបាលទៅបន្ទោសថ្នាក់ដឹកនាំខេត្តស្រុកឃុំថ្នាក់ជាតិថ្នាក់ក្រោមជាតិអីចឹងដែរប៉ុន្តែក្រឡេកមកលើយើងវិញថាយើងនេះចូលរួមចំណែកបានប៉ុន្មានហើយងាកទៅលើសម្រាមបើខ្ញុំកណាខ្ញុំទាយមិនខុសទេខ្ញុំកណាខ្ញុំទៅផុតស្អែកឡើងលោកបោក3ថ្ងៃមិនតាន់អស់ផងវត្តតើអ្នកណាអ្នកចោលគឺអ្នកមកហ្នឹងឯងមានសបកពេងកលាដប់ទឹកខ្សឹមអីហូហែងគាត់ទៅជាកំហុសអ្នកណារត់មកជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាយចម្រើនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀននិងរឿងបាទថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាដែលមានជំងឺនឹងដំបូងអាសាឈឺចង្កេះអាសាងឹតមុខឈឺក្បាលស្វាំងភ្នែកថប់ផ្លូវដង្ហើមនឹងចិត្តតែចុកឆ្អល់រួយឆ្អឹងខ្នងឈឺចង្កេះបាត់ជើងច្រើនដងបាត់ជើងយូរហើយអាសាងឹតមុខស្វាំងភ្នែកមួម៉ៅច្រើននឹងអាសាបអាសរក្នុងពោះនឹងចិត្តតែចុកឆ្អល់នឹងតឹងពោះរហូតហូបអីក៏មិនឆ្ងាញ់វាធាក់ឡើងលើទៅវាក្តៅកវាអាសាអណ្ដាតនឹងអាសាពើងបែកទៅក្តៅក្នុងមាត់នឹងអាសារួយចង្កេះងឹតមុខឈឺក្បាលស្វាំងភ្នែកថប់ឆ្អល់ទៅផ្លូវដង្ហើមនឹងអង្គុយបាត់ជើងយូរអង្គុយបាត់ជើងច្រើនដងអាសារួយកឈឺក្បាលស្វាំងភ្នែកអាសាងឹតមុខមួម៉ៅនឹងជំងឺនឹងខ្ញុំសូមណែនាំបងប្អូនដែលមានជំងឺនឹងសូមហូបថ្នាំនេះតែមួយឈុតគឺជាហើយអត់ខាតពេលវេលាយូរអត់ខាតលុយច្រើនដងទេហើយអត់មានរំខានក្នុងការងារអីទេហូបទៅគឺដឹងរយៈទេតែមួយអាទិត្យទៅ10ថ្ងៃហើយបើក្មេងតែ5ថ្ងៃដឹងហើយមួយថ្ងៃតែ2ពេលញ៉ាំមួយព្រឹកមួយល្ងាចនេះសម្រាប់ឲ្យស្វិតទឹកដូងមួយថ្ងៃតែ2ដងហើយមួយព្រឹកមួយល្ងាចអានឹងសម្រាប់ស្វិតទឹកដូងហូបតែមួយអាទិត្យឬក៏5ថ្ងៃដឹងហើយចំណែកអាកាពះពវៀននេះមកកញ្ចប់4កសៀវក្នុងមួយកសៀវទឹក3លីត្រអានេះសម្រាប់កាត់បន្ថយដល់ឆ្អល់ពោះថប់ផ្លូវដង្ហើមនឹងសម្រាប់បានហូបបានត្រជាក់ពោះដើរខ្យល់ស្រួលនឹងសំខាន់ណាស់អាកញ្ចប់នេះអានេះសម្រាប់ដាំទឹកហូបប្រចាំថ្ងៃមិនបាច់ហូបទឹកអីផ្សេងហូបតែថ្នាំហ្នឹងទៅហើយក្នុងមួយកញ្ចប់ហ្នឹងយើងបានកន្លះខែហើយប្រើរយៈពេលតែចាប់ពីថ្ងៃ10ឡើងទៅថ្ងៃ15ទៅជាស្វិតទៅឬដងបាតហ្នឹងហើយនឹងអាសាងឹតមុខឈឺក្បាលក៏កាត់បន្ថយតាមហ្នឹងដែរឲ្យតែហូបថ្នាំហ្នឹងទៀងពេលហើយតមបើមិនតមក្នុងដូចក្នុងกระดาษដែលខ្ញុំណែនាំទេគឺអត់ជាទេតែអញ្ចឹងខ្ញុំក៏ឲ្យថ្នាំដែរសំខាន់គឺការតមមានតែពាំងឃ្លោកទាកប៉ានតមយូរចំណែកពីក្រៅពីនោះសាច់គោស្ងួនតមតែ2ខែទេងាវគ្រឿងសមុទ្រហ្នឹងតមតែ2ខែដើម្បីស្វិតឬដងសិនដល់ហើយពីស្វិតដោយសាច់កណើតទៅហូបអីហូបទៅតាមចិត្តហើយខ្ញុំសូមជាកិច្ចបញ្ចប់នេះខ្ញុំសូមជូនពរបងប្អូនដែលមានជំងឺនឹងសូមតាក់ទងមកលេខទូរស័ព្ទខ្ញុំមានហើយជូនពរបងប្អូនទាំងអស់គ្នាដែលមានបញ្ហាជំងឺឬដងបាតកុំបដែតបដោយយូរបដែតបដោយយូរវាឃើញស្បែកយើងស្ងួតស្បែកយើងអត់ស្អាតទេហើយសំបីតែមុខក៏អត់ស្អាតដូចគេដែរសាច់អត់ថ្លាមុខមិនស្រស់ស្រាយដូចអ្នកអត់កើតទេបើមានជំងឺនឹងគឺ
ពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែគឺប្រែប្រួលរហូតប្រែប្រួលក្នុងការហូបក៏មិនបានសម្រានក៏មិនលក់អាសាថប់ផ្លូវដង្ហើមនឹងចុកច្អល់ជាប្រចាំហូបអីទៅទាស់ចំណីទៅបត់ជើងពិបាកបត់ជើងជួនណាមានឈាមជួនណាអត់មានឈាមទេជួនណាគឺរំខានក្នុងការសម្រានមិនលក់ឈឺ